បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះឃ្លាំងលក់ម៉ូតូ CKH យើងខ្ញុំមានវីដេអូអំពីការឡើងទូម៉ូតូពីជប៉ុនទៅស្រុកខ្មែរហើយទូម៉ូតូលើកនេះមើលមកឆាច់អញ្ចឹងទៅពណ៌ម៉ូតូដូចជាមានពណ៌ខ្មៅភាគច្រើនហើយម៉ូតូទាំងអស់សុទ្ធតែមានកុងទ័រគីឡូតិចមែនតែនទិញតែមួយគ្រឿងបងប្អូនអាចជិះយកទៅដឹកឪពុកម្ដាយទៅវត្តជិះឡើងភ្នំទៅដេកតង់ជិះយកទៅធ្វើការហើយម៉ូតូមួយគ្រឿងដែលចេញពីឃ្លាំងយើងខ្ញុំទៅគឺធានាថាជាប្រភេទម៉ូតូមូលម៉ូតូសុទ្ធដែលមិនមានការកែច្នៃសេរីកុងទ័របច្ចុះហើយវាយចេញធូចំណេញច្រើននោះទេឃ្លាំងម៉ូតូយើងខ្ញុំគឺលក់ដោយភាពស្មោះត្រង់និងទំនុកចិត្តជូនបងប្អូនតែម៉ូតូមួយគ្រឿងមុននឹងយកទៅស្រុកខ្មែរគឺយើងត្រូវតែដោះកញ្ចក់ឬក៏ដោះក្បាំងកុំឲ្យវាខ្ពស់ពេកកុំឲ្យវាទើសចង្អេងចង្អាងពេកពេលចូលទៅក្នុងទូហើយមួយទៀតយើងក៏រៀបចំរុំភួយហើយនឹងរុំថង់ផ្លាស្ទិកព័ទ្ធជុំវិញម៉ូតូផងដែរតតែយើងរៀបចំឲ្យស្អាតហើយទើបយើងអាចឡើងទូម៉ូតូបានវាប្រៀបបានដូចជាបងប្អូនទាំងអស់គ្នាមានកូនចៅនៅផ្ទះអញ្ចឹងបើបងប្អូនមានកូនប្រុសបងប្អូនត្រូវតែធ្វើយ៉ាងម៉េចឲ្យកូនប្រុសយើងនឹងរៀនឲ្យបានខ្ពស់មានការងារធ្វើឲ្យបានធំឬក៏រកប្រាក់ចំណូលឲ្យបានច្រើនទើបអាចហ៊ានធានាថាពេលដែលបែកផ្ទះទៅនៅជាមួយប្រពន្ធរបស់ខ្លួនគឺមិននាំទុកដល់កូនស្រីគេនេះហើយគឺជាការត្រៀមខ្លួនរបស់មនុស្សប្រុសហើយមនុស្សស្រីក៏ដូចគ្នាតតែរៀនចេះដឹងខ្លះហើយចេះធ្វើម្ហូបនិងចេះគិតបញ្ជីចំណូលចំណាយខ្លះទើបឪពុកម្ដាយនឹងហ៊ានប្រឡែងឲ្យទៅមានប្តីហើយទាំងអស់នោះគឺជាការត្រៀមខ្លួនដូចជាយើងខ្ញុំត្រៀមខ្លួនត្រៀមម៉ូតូឡើងទូដូច្នោះអញ្ចឹងដែរហើយអញ្ចឹងបើសិនជាបងប្អូនស្ដាប់មកដល់ត្រឹមនេះគិតខ្លួនឯងថាហើយចុះបើសិនជាឥឡូវនេះការរកចំណូលក៏ធ្លាក់ចុះហើយសំបីតែលុយដាក់ក្នុងធនាគារក៏គេបោកគ្រាប់បែកយកទៅបាត់ទៀតអញ្ចឹងឲ្យខ្ញុំត្រៀមខ្លួនធ្វើអ្នកក្រតើមែនទេគួរតែពាក់អាវចាស់កម្រិតណាទើបគេមើលទៅឃើញក្រសមគួរតែត្រៀមខ្លួនបែបណាទើបគេមើលរបស់យើងនឹងឃើញថាយើងនឹងគឺជាជនក្រីក្រសមចូលក្នុងចំណោមសង្គមគេបានបាទបងប្អូនមិនបាច់ត្រៀមខ្លួនថាយើងនឹងគឺជាអ្នកក្រនោះទេគេត្រៀមខ្លួនទៅនឹងអ្វីដែរនឹងអាចរីកចម្រើនទៅថ្ងៃមុខបានបើចំណូលរបស់បងប្អូនធ្លាក់ចុះត្រៀមខ្លួនរិះរកយុទ្ធសាស្ត្រកែប្រែស្ថានភាពឲ្យល្អកែប្រែឬក៏ផ្លាស់ប្ដូរទម្លាប់អាក្រក់ទាំងអស់របស់យើងបើសិនជាបងប្អូនពេលល្ងាចចូលចិត្តតែផឹកប៊ីយ៉ាឬក៏គ្រឿងស្រវឹងដតីទៀតយើងឈប់ខ្លះទៅបើសិនជាយើងដឹងថាយើងអស់លុយហើយបើសិនជាកូនចៅរបស់យើងចូលចិត្តចាយលុយធំយើងគួរតែត្រៀមខ្លួនស្ដីបដៅកូនចៅរបស់យើងដើម្បីដើរលើផ្លូវល្អវិញហើយជាពិសេសមួយទៀតនោះគឺបើសិនជាម៉ូតូរបស់បងប្អូននៅផ្ទះសឹងតែធាក់មកល្វែន 3-4 ជើងមិនឆេះផងអញ្ចឹងក៏បងប្អូនត្រូវតែត្រៀមខ្លួនបដូរម៉ូតូកាចាស់នោះចោលមកជិះម៉ូតូប្រភេទថ្មីជាម៉ូតូដែលជាផលិតផលរបស់ប្រទេសជប៉ុនយើងត្រូវតែត្រៀមខ្លួនកែប្រែស្ថានភាពឬក៏គ្រឹះក្រោមផ្ទះក្នុងគ្រួសារយើងឲ្យមាំសិនទើបចំណូលនឹងហូរចូលមកតាមក្រោយបើចំណូលមិនទាន់ហូរចូលទេក៏យើងនឹងអាចកាត់បន្ថយចំណាយបានច្រើនផងដែរបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះហើយបន្តទៀតយើងខ្ញុំនឹងចេញវីដេអូមួយថតឲ្យកាន់តែលម្អិតបន្ថែមទៀតឲ្យបងប្អូនឃើញហើយម៉ូតូទាំងអស់គឺជាប្រភេទម៉ូតូដែលមិនទាន់ធ្វើពិតប្រាកដនៅប្រទេសជប៉ុននេះវាអាចនឹងមានច្រេះខ្លះប៉ុន្តែរឿងច្រេះនោះពេលទៅដល់ស្រុកខ្មែរធ្វើតែមួយផ្លែតគឺបាត់អស់ហើយឬក៏មួយទៀតបើសិនជាបងប្អូនមិនអាចចាំបានចង់ឃើញរូបភាពស្លឹកផ្ទាល់តែម្ដងអញ្ចឹងបងប្អូនមិនបាច់ចាំទេបងប្អូនអាចចូលទៅក្នុង website របស់យើងខ្ញុំហើយមើលមុនគេហើយបើសិនជាពេញចិត្តបងប្អូនអាចតាក់ទងយើងខ្ញុំចរចាតម្លៃកក់ទុកក្នុងទូបានហើយកក់អញ្ចឹងគិតតែភ័យមែនទេតិចអាកូនស៊ីដាច់លុយកក់ដូចអ្នកនៅស្រុកខ្មែរដែរអត់ស៊ីដាច់ទេបងប្អូនมันអាចស៊ីដាច់លុយកក់ 2-300 ហើយបិទឃ្លាំងបាននោះទេហើយបើខំតាំងពីណាពីណីមកដើម្បីតែស៊ីលុយកក់ 2-300 នោះបើដឹងអញ្ចឹងដែរចាំបាច់មកជប៉ុនធ្វើអ្វីរៀនលក់ដីឡូតាំងពីនៅស្រុកខ្មែរវិញវាមិនគ្រាន់បាននិយាយលេងសើចទេបងប្អូនលក់ម៉ូតូជាង10ឆ្នាំហើយគ្រាន់តែចង់ឲ្យបងប្អូនជឿជាក់លើខាងខ្ញុំតែប៉ុណ្ណោះអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នានិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត